ประเทศบัตคือการสร้างจิโรมปี NGSS anh chị là phải làm gì nó được đối tác làm lên NGSS đó NGSSคือที่อาสากับแต่บางมาวิเคราะห์ภาษาอังกฤษcáiอังกฤษฮะ Next Generation Science Center rồi การศึกษาสุดท้ายหมายถึงสตางค์วิทยาศาสตร์แบบจำนวนใหม่ ok ជាធម្មតាឥណ្ឌាសំណុំស្តង់ដារអប់រំបែបវិទ្យាសាស្ត្រកម្រិត12ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12របស់សហរដ្ឋអាមេរិកក្នុងគោលបំណងរបស់វាគឺជួយឲ្យសិស្សចេះគិតបែបវិទ្យាសាស្ត្រនិងអនុវត្តជាក់ស្ដែងជាការទន្ទេញចាំមកសិក្សាជាធម្មតាការសិក្សាអប់រំគឺប្រទេសគេអភិវឌ្ឍគឺគេអនុវត្តជាសាស្ត្រជាក់ស្ដែងក៏ប៉ុន្តែប្រទេសខ្មែរយើងមិនទាន់មានឧបករណ៍គ្រប់គ្រាន់ក្នុងការអនុវត្តជាក់ស្ដែងទេមានការខ្វះខាតគោលបំណងសំខាន់នៃ NGSS ត្រូវបានរៀបចំឡើងបង្កើតគ្រាមអាសន្នសម្រាប់ការសិក្សាកម្រិតឧត្តមសិក្សានិងអាជីវកម្មងារក្នុងសតវត្សទី1ការសិក្សាក្នុងសតវត្សទី21គឺសូម្បីក្រសួងអប់រំដែរថ្នាក់ទី2ក៏មានរឿងវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រសង្គមជំរុញឲ្យសិស្សមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោកពេញលើកកម្ពស់ការយល់ដឹងស៊ីជម្រៅតាមរយៈការបញ្ចូលគ្នាលើស្ដីនិងសកម្មភាពជាក់ស្ដែងសាស្ត្រទាំងឡាយរបស់បានដល់ទៅរកការរៀននិងបង្រៀនតាមប្រព័ន្ធ TSI ប្រកបលើមានខាងចំនួន3គឺអនុវត្តវិទ្យាសាស្ត្រនិងវិស្វកម្មគំនិតស្នូលវិទ្យាសាស្ត្រនិងគោលគំនិតទូទៅការអនុវត្ត NGSS ក្នុងសាលារៀនការអនុវត្តស្តង់ដារ NGSS នៅក្នុងថ្នាក់រៀនតម្រូវឲ្យមានការផ្លាស់ប្ដូររបៀបប្រពៃណីជាការបំពេញបែបស្វែងរកការអនុវត្តផ្ទាល់សិក្សាស្វែងយល់ពីវិមាត្រចាប់ដើមពីតូចការអនុវត្ត NGSS ក្នុងសាលារៀនតការប្រើប្រាស់បាតុភូតពេទ្យការវិនិច្ឆ័យសមស្របតាមស្តង់ដារតាមភាពបបារបស់គ្រូការត្រៀមខ្លួនសម្រាប់អនាគតយល់ដល់គ្រូនេះគ្រូយល់បើទៅជាឯងមកអូខេអបអរសាទរអេអង្គយអូខេ